ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube Prothi នៅវីដេអូទី10ចូលមកដល់ clip វីដេអូចំណេះដឹងទី10នេះដែរខ្ញុំបាទសូមធ្វើការបង្ហាញបងប្អូននឹងពីរបៀបដកប្រាក់ចេញពីគណនី ACDA ជាមួយទូ ATM ពេលដែលបងប្អូនមកដល់ទូ ATM បងប្អូនមើលនៅលើទូខាងឆ្វេងដៃបងប្អូននឹងឃើញប្រភេទក្តារប្រាក់ដែលបងប្អូនអាចធ្វើការបាក់ដកបានឃើញមានលុយខ្មែរ 20000 50000 ហើយលុយដុល្លារឃើញ$10 $20 ហើយនឹង$100បាទនៅពេលនេះខ្ញុំចង់ធ្វើការបាក់ដកហ្នឹងលុយខ្មែរបាទ 50000 ហើយលុយដុល្លារបាទ$10ជាដំបូងចុចចូលមកក្នុងបាទទូរស័ព្ទដៃសិនមកដើម្បីចូលមកក្នុងបាទ app ធនាគារ ACDA ដើម្បីត្រៀមចាំឲ្យហើយណាបាទរួចហើយបងប្អូនយកម្រាមដៃរបស់បងប្អូនធ្វើការបាទប៉ះពីរដងនៅលើអេក្រង់ទូ ATM នេះមកពេលនោះនឹងចេញបាទតម្រងភាសាសូមយកភាសាខ្មែរនិងអង់គ្លេសនេះចុះបាទចុចតក់មួយមករួចបងប្អូនរកមើលពាក្យថាបាទដកប្រាក់រហ័សតាម QR ចុចតក់មកបាទរួចហើយនឹងឃើញបាទទាំង QR code បែបនេះនៅលើបាទទូ ATMរួចបងប្អូនចុចទៅលើទូរស័ព្ទដៃឬក៏ app ធនាគារវិញមករកមើលពាក្យថាបាទទូទាត់តាម QR រួចបងប្អូនធ្វើការបញ្ចូលលេខកូដ6ខ្ទង់ឬក៏ scan យ៉ាងដៃពេលនោះនឹងចេញបាទតម្រង scan រួចបងប្អូនធ្វើការ scan បាទពីលើ QR code នៅលើទូ ATM មកពេលនោះនឹងចេញបាទតម្រងបាទគណនីរួចបងប្អូនធ្វើការបាទជ្រើសរើសយកគណនីណាដែលមានទឹកប្រាក់មកសូមយកគណនីមួយនេះបាទរួចហើយវាចំនួនទឹកប្រាក់មកណាបាទនេះ 20000 50000ទៅចង់ធ្វើការបាត់ដកហ្នឹងត្រឹមតែ 50000 ទេវាចំនួន 50000មករួចហើយចុចពាក្យថាបាទទូទាត់ឥឡូវរួចហើយចុចពាក្យថាបាទចាស់បាទតែប៉ុណ្្នឹងទៅជាការស្រេចហើយបងប្អូនធ្វើការរងចាំបន្តិចទឹកប្រាក់នឹងបញ្ចេញឲ្យបងប្អូនណាបាទហើយចង់ប្រាប់បងប្អូនថាបើសិនជាបងប្អូនធ្វើការបាក់ដកលុយច្រើនបងប្អូនត្រូវតែសប្បាយយកម្ដងឲ្យអស់កុំຕົកណាបាទនេះបាទសប្បាយយកមិនអស់ចឹងមកបាទឥឡូវខ្ញុំត្រៀមបាក់ដកបាទលុយដុល្លារមួយថង់ទៀតបាទចូលមកតម្រងដដែលបាទគណនីរួចហើយយកម្រាមដៃរបស់បងប្អូនធ្វើការប៉ះពីរដងលើអេក្រង់ឬក៏ screen បាទទូ ATM មករួចហើយជ្រើសរើសភាសាយកភាសាខ្មែរនិងអង់គ្លេសនេះចុះចុចមួយមករួចហើយបងប្អូនរកមើលពាក្យថាបាទដកប្រាក់រហ័សតាម QR ចុចមកពេលនោះនឹងចេញបាទផ្ទាំង QR code បែបនេះនៅលើទូ ATM រួចហើយបងប្អូនរកមើលពាក្យថាបាទទូទាត់តាម QR នៅលើ app ធនាគារពេលនោះនឹងចេញបាទផ្ទាំងកាមេរ៉ារួចខ្ញុំធ្វើការ scan ឲ្យចំពីលើផ្ទាំង QR code នៅលើទូ ATM មកពេលនោះបងប្អូនធ្វើការបាទ select យកបាទគណនីដុល្លារនៅលើបាទ app ធនាគារបាទសូមយកគណនីដុល្លារមួយនេះចុះដែលមាន$100ហ្នឹងបាទ$80ជាងចុចបន្តមករួចហើយវាចំនួនបាទលេខ1បាទលេខ10រួចហើយចុចពាក្យថាបាទទូទាត់ឥឡូវមករួចហើយចុចពាក្យថាបាទចាស់តែប៉ុណ្្នឹងទៅជាការស្រេចហើយបាទបងប្អូនធ្វើការរងចាំបន្តិចទឹកប្រាក់នឹងបញ្ចេញឲ្យបងប្អូនបាទនេះបងប្អូនបាន$10បាទហើយខ្ញុំប្រាប់បងប្អូនថាបើសិនជាបងប្អូនចង់ធ្វើការបាក់ដកលុយខ្មែរបាទដកម្ដងគឺបានត្រឹមតែ4លានទេបាទទៅចេញមកម្ដងណាហើយលុយខ្មែរហើយលុយដុល្លារហ្នឹងគឺដកម្ដងបានត្រឹមតែ$1000ទេម្ដងប៉ុន្តែបើសិនជាបងប្អូនចង់ធ្វើការបាក់ដកមួយថ្ងៃបានប្រមាណខ្ញុំអត់ទាញដែរត្រង់ហ្នឹងណាបាទបើសិនបងប្អូនចង់ច្បាស់បងប្អូនទៅចូលនៅក្នុងបាទធនាគាររួចហើយសួរខាងបុគ្គលិកធនាគារទៅគេនឹងប្រាប់ហើយបងប្អូនអាចធ្វើការបាក់ដកមួយថ្ងៃបាន3-4000ឬក៏5000អញ្ចឹងទៅណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយមុននឹងគិតពីបងប្អូនទៅក៏សូមជូនពរជូនចៃដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើលោកបាក់ខាតក្នុងចំណុចណាខ្ញុំបាទក៏សូមកាន់តែអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះដែរខ្ញុំបាទ